វគ្គឈីងចាំងកាត់ស្មៅបងប្អូនហើយដល់រដូវកាលនេះគឺជារដូវកាលស្មៅលូតលាស់ល្អណាព្រោះថារងគំនាបពីព្រិលពីខែត្រជាក់មកវាយូរខែណាស់ដែរណាអញ្ចឹងហើយដល់រដូវកាលនេះគឺស្មៅគេបានដៃបានចិត្តគេប្រឹងលូតលាស់ណាស់ឯចំណែកប្រុសកន្លែងខ្ញុំក៏ប្រឹងកាត់ស្មៅណាស់ដែរមួយអាទិត្យកន្លះខែកាត់ស្មៅម្ដងនិយាយទៅគ្នាខែនេះក្តៅផងកាត់ស្មៅផងញើសហូរញើសឡើងដាបខ្លួនហើយអូយនិយាយមកថាពីដើរគៀកវិញបងប្អូនហើយក្លិនដូចជ្រូកដូចផុកចឹងនិយាយទៅការងារខែនេះបងប្អូនសម្រាប់ខាងផ្នែកកសិកម្មណាបងប្អូនគឺស្មៅដុះលឿនមែនតែនមិនថាក្នុងរងមិនថាក្រៅរងទេក្រៅរងអញ្ចឹងតកាចាត់ចែងឲ្យប្រុសគាត់ទៅធ្វើការកាត់ស្មៅអញ្ចឹងមាន4 5 6នាក់អញ្ចឹងទៅតាមកន្លែងតូចកន្លែងធំព្រោះថាកន្លែងការងាររបស់ខ្ញុំមានច្រើនកន្លែងអញ្ចឹងគាត់ឲ្យទៅកាត់ជួនកាល3នាក់កាត់ជួនកាល4 5នាក់អីអញ្ចឹងទៅតាមកន្លែងគាត់ចាត់ចែងអញ្ចឹងគាត់ថាធ្វើការងារប្រុសរៀងហត់ដែរនៅក្នុងខែនេះហត់នឹងក្តៅហ្មងបងប្អូនឃើញមេឃអ៊ូអាប់អញ្ចឹងមែនប៉ុន្តែមិនមែនល្ងាមិនត្រជាក់ឯណាគឺក្តៅព្រោះថាមេឃស្អុះស្អាប់ហើយយើងលីម៉ាស៊ីនលីអីកាត់ស្មៅប្រើកម្លាំងចេះទៀតប្រុសគ្នាទៅមកវិញម្ដងធ្វើមុខជូរហួញដែរហ្នឹងប៉ុន្តែមិនដឹងធ្វើម៉េចព្រោះថាខែនេះបើសិនជាយើងអត់សម្អាតស្មៅទេវាសត្វល្អិតក៏ច្រើនសត្វល្អិតចូលបំផ្លាញបន្លែរបស់តកែឬក៏តកែត្រៀមដាំអីចឹងទៅឲ្យទៅសម្អាតឲ្យហើយគាត់ចាប់ផ្ដើមដាំគឺបន្លែអត់សូវមានសត្វល្អិតចឹងណាបងប្អូនព្រោះថានៅក្នុងប្រទេសនេះឲ្យតែមានស្មៅច្រើនហ្នឹងគឺគេចាត់កងកម្លាំងទៅកាត់តែកងកម្លាំងមើលទៅកងធប់និយាយមែនបងប្អូនព្រោះថាខាងកសិកម្មយើងតាមកន្លែងការងារមានតការចាត់ចែងយ៉ាងទៅចំណែកទីធ្លាសាធារណៈរបស់រដ្ឋក៏គេចាត់កម្លាំងមកកាត់សម្អាតកុំឲ្យមានមូសមានអីមានសត្វល្អិតចឹងដែរណាបងប្អូននេះខ្ញុំនិយាយថាកន្លែងកសិដ្ឋានខ្ញុំផងនៅកន្លែងតាមសាធារណៈក៏មានកម្លាំងរបស់រដ្ឋគេមកកាត់សម្អាតដែរឲ្យតែដល់រដូវកាលនេះគឺរដូវកាលស្មៅលូតលាស់លឿនត្រូវទឹកភ្លៀងត្រូវទឹកសន្សើមអីអញ្ចឹងទៅលូតលឿនណាអញ្ចឹងហើយត្រូវតែកាត់សម្អាតកុំឲ្យវាជាចម្រោកសត្វអាស័យរពឹសផងវាជាចម្រោកសត្វមូសអីយ៉ាងទៀតណាធ្វើឲ្យដូចថាយើងធ្វើកិច្ចការងារអីវាមិនសូវស្រួលទេហើយចំណែកឯទីសាធារណៈមានកន្លែងកញ្ចុះកន្លែងអីអង្គុយលេងអញ្ចឹងទៅក៏គេត្រូវតែកាត់សម្អាតឲ្យស្អាតដែរឃើញមេឃអ៊ូអាប់រោភ្លៀងអញ្ចឹងបងប្អូននៅពេលដែលមេឃអ៊ូអាប់កលរោភ្លៀងអញ្ចឹងយើងកាត់ស្មៅហើយអញ្ចេះនោះតាមេឃធ្លាក់ភ្លៀងមកស្មៅប្រឹងលូតទៀតបានតែកន្លះខែក្រោយតកែឲ្យតែកាត់ទៀតនិយាយទៅពីមួយខែទៅមួយខែរដូវក្តៅធ្លាក់ភ្លៀងញឹកអញ្ចេះគឺកាត់ស្មៅញឹកតិចដែរប្រុសគាត់រៀងមមាញញឹកការងារក្នុងរោងផងការងារក្រៅរោងផងតែទោះយ៉ាងណាតកែប្រើទៅហើយធ្វើទៅបងប្អូនអើយដើម្បីប្រាក់យើងខិតខំប្រឹងប្រែងដើម្បីជីវភាពយើងនៅថ្ងៃមុខឲ្យធូរធារជាងមុនណាបងប្អូន